ទីបំផុតសម្ដេចតេជោហ៊ុនសែនបានរកឃើញកុមារីលោកផ្កាហើយនឹងជួបឪពុកម្ដាយរបស់គេនៅថ្ងៃអាទិត្យនេះក្រោយប្រកាសរកជាច្រើនម៉ោងនៅតាមបណ្ដាញសង្គម Facebook នៅពេលនេះសម្ដេចតេជោហ៊ុនសែនបានរកឃើញកុមារីលោកផ្កាហើយទទួលបានការចាប់អារម្មណ៍តាមបណ្ដាញសង្គមនោះសម្ដេចតេជោហ៊ុនសែនបានប្រកាសនៅលើទំព័រ Facebook ថាសម្ដេចនឹងជួបឪពុកម្ដាយរបស់កុមារីរូបនេះនៅថ្ងៃអាទិត្យទី27 ខែមេសាឆ្នាំ2025នេះនៅផ្ទះរបស់សម្ដេចផ្ទាល់តែម្ដងជាក់ស្ដែងនៅមុននេះបន្តិចសម្ដេចតេជោហ៊ុនសែនបានរៀបរាប់ដូចនេះថាខ្ញុំសូមអរគុណចំពោះបងប្អូនក៏ដូចជាជំនួយការខ្ញុំដែលបានរកឃើញកុមារីសុនស្រីតីអាយុ4ឆ្នាំខ្ញុំនឹងទទួលជួបឪពុកម្ដាយនិងកូនទាំងអស់នៅព្រឹកថ្ងៃអាទិត្យទី27 ខែមេសាឆ្នាំ2025នៅផ្ទះរបស់ខ្ញុំពេលនោះខ្ញុំនឹងពិភាក្សាអំពីការរៀបចំគ្រួសារមួយនេះដែលមានទាំងចៅសុនស្រីតីគួរឲ្យអាណិតស្រឡាញ់ផងដែរខ្ញុំសូមអរគុណចំពោះបងប្អូនដែលបានចូលខមមិនលើកពីសិទ្ធិកុមារតែខ្ញុំសូមអង្វរសូមគុំទៅលឿនហួសពីសិទ្ធិរស់រានមានជីវិតដែលវាផ្ដើមចេញពីក្រពះនិងសូមកុំប្រញាប់វិនិច្ឆ័យមុនពេលយើងដឹងរឿងពិតដែលវាជាការវេចប្រហារលើឪពុកម្ដាយចៅស្រីដ៏កំសត់នេះថែមទៀតខ្ញុំនៅចាំបានកាលពីខ្ញុំនៅអាយុ5ទៅ6ឆ្នាំខ្ញុំក៏ធ្លាប់ចុះទឹករាវខ្យងចាប់ត្រីចាប់ក្តាមឲ្យម៉ែស្លទទួលទានដែរនោះវាលំបាកជាងចៅលក់ផ្កានេះទៅទៀតរឿងបែបនេះមិនអាចនិយាយថាពលកម្មកុមារសិទ្ធិកុមារដោយបំភ្លេចចោលសិទ្ធិមានចំណីអាហារបានទេព្រោះគ្មានជំរើសព្រោះពុកនិងបងមិននៅផ្ទះម៉ែខ្លាចឆ្លើងមិនហ៊ានចុះទឹកចំណែកប្អូនស្រីនៅតូចមិនចេះហែទឹកតម្រូវឲ្យខ្ញុំត្រូវធ្វើដើម្បីក្រពះទាំងម្ដាយនិងកូន4នាក់សិទ្ធិរស់រានមានជីវិតត្រូវតែមានមុនគេសិទ្ធិរស់រានមានជីវិតត្រូវតែមានមុនគេបើស្លាប់ទៅហើយសូមកុំនិយាយពីសិទ្ធិផ្សេងទៀតធ្វើអ្វីបាទព្រះវិជាទីគោរពរាប់អានបាននេះកុមារីសុនស្រីតីដែលសម្ដេចតេជោបានប្រកាសស្វែងរកកាលពីប្រមាណម៉ោងមុននោះពេលនេះគឺសម្ដេចបានជួបហើយនេះគឺជាឱកាសដ៏ល្អបំផុតសម្រាប់ក្មួយស្រីនិងប៉ាម៉ាក់របស់គាត់ដែលបានចូលជួបសម្ដែងការគួសមជាមួយនឹងសម្ដេចតេជោហើយក្នុងនោះសម្ដេចនឹងធ្វើការណាត់ជួបក្មួយស្រីតីនិងឪពុកម្ដាយនៅឯផ្ទះរបស់សម្ដេចផ្ទាល់តែម្ដងបាទចំពោះអត្ថបទព័ត៌មាននេះដែរសូមចាប់តែប៉ុណ្ណេះឥឡូវយើងងាកមកចាប់អារម្មណ៍ទៅនឹងអត្ថបទព័ត៌មានថ្មីមួយទៀតដែលនិយាយអំពីបទចម្រៀងអ្នកនាងខាត់សគីមមួយណាក៏ផ្ទុះដឹងទេប៉ុន្មានបទនេះជាស្នាដៃតែកុំភ្លេចមកដឹងស្នាដៃរបស់អ្នកនិពន្ធដែលមានរហស្សនាមថាស្ទឹងសែនកវីមហាជនបានជ្រាបមកហើយពីទេពកោសល្យរបស់អ្នកនាងខាត់សគីមនៅលើវិថីសិល្បៈដែលគេដាក់ងារថាជាតារាពហុជំនាញក្នុងនោះទាំងតារាចម្រៀងបុរាណសម័យទាំងការសម្ដែងទាំងពិធីករនិងរបាំក៏អ្នកនាងខាត់សគីមអាចធ្វើបានដែលឡែករយៈពេលប្រមាណ30ឆ្នាំឈរនៅលើវិថីសិល្បៈរបស់អ្នកនាងខាត់សគីមបាននិយាយពីប្រជាប្រិយភាពគឺមិនសាបសូន្យទៅណាឡើយដោយរាល់សកម្មភាពសិល្បៈរបស់រៀមច្បងរូបនេះនៅតែទទួលបានការគាំទ្រនិងមានទីផ្សារការងារសិល្បៈមិនធម្មតាងាកមកកាន់ការផលិតចម្រៀងឯនេះវិញបើគិតមកដល់ពេលនេះបទចម្រៀងរាប់រយបទមកហើយដែលអ្នកនាងខាត់សគីមបានច្រៀងនិងទទួលបានប្រជាប្រិយភាពមិនថាសម័យបុរាណនិងសហសម័យនោះឡើយយ៉ាងណាមិញថ្មីនេះមហាជនមួយចំនួនទើបតែបានស្គាល់អ្នកនិពន្ធជើងចាស់លាក់មុខយូរមួយរូបដែលជាអ្នកខេត្តកំពង់ធំដែលបាននិពន្ធឲ្យអ្នកនាងខាត់សគីមច្រៀងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឃើញថាផ្ទុះការគាំទ្រខ្លាំងនោះគឺបទអូនលែងប្តីហើយនិងបទនៅផ្ទះប្តីអូននៅក្រៅប្តីអូនគឺលោកកិនកក្កដាហៅស្ទឹងសែនកវីលោកកិនកក្កដាគឺជាអ្នកនិពន្ធជើងចាស់មួយរូបដែលលោកបានសាងស្នាដៃជាច្រើនរាប់មិនអស់ហើយនៅក្នុងនោះបទចម្រៀងល្បីៗដែលលោកបាននិពន្ធឲ្យអ្នកនាងខាត់សគីមកាលនៅផលិតកម្ម SSB មានដូចជាបទម៉ែខ្ញុំក្រមុំចាស់និងបទស្អប់ប្រុសមាត់ក្អែកជាដើមរីឯបទថ្មីរួមមានបទអូនលែងប្តីហើយនិងបទនៅផ្ទះប្តីអូននៅក្រៅប្តីអូនលើពីនេះទៅទៀតលោកកិនកក្កដាក៏បាននិពន្ធចម្រៀងឲ្យតារាប្រុសស្រីល្បីៗជាច្រើនទៀត